នៅពេលដែលឃាតករកំពូលធ្វើឃាតប្រធានាធិបតីគាត់ចេតនាបាញ់គ្រាប់កាំភ្លើងចូលជញ្ជាំងព្រោះតាមវិធីនេះដោយផ្អែកលើល្បឿនបង្វិលនិងទីដៅរបស់ម៉ាស៊ីនខ្យល់គាត់អាចគណនាគម្លាតនៃគ្រាប់កាំភ្លើងបានបន្ទាប់ពីការគណនាផ្លូវចិត្តមួយចំនួនឃាតករបានកែសម្រួលមាត្រដ្ឋាននិងបានបាញ់គ្រាប់កាំភ្លើងទៅជញ្ជាំងម្ដងទៀតដោយត្រូវចំភ្នែកគោយ៉ាងពិតប្រាកដបន្ទាប់មកទៀតគ្រាន់តែរងចាំដោយអត់ធ្មត់ដើម្បីឲ្យមនុស្សគោលដៅបង្ហាញខ្លួនភ្លាមនោះឃាតករទំពេចម្នាក់បានដើរចេញពីរថយន្តទំនើបហើយទាញកេះដោយមិនស្ទាក់ស្ទើរក្បាលរបស់ប្រធានាធិបតីបានផ្ទុះភ្លាមហើយគាត់បានស្លាប់នៅនឹងកន្លែងប៉ុន្តែអ្វីដែលចម្លែកនោះគឺក្រោយពេលធ្វើឃាតបានជោគជ័យបុរសនោះមិនដកថយទេគឺឈរនៅស្ងៀមភ្លាមនោះអង្គរៈបានរកឃើញកន្លែងឆ្លុះបញ្ចាំងពីចម្ងាយតាមរយៈតេឡេស្កូបគាត់បានប្រាប់ប៉ូលីសភ្លាមនៅព័ត៌មាននេះប៉ុន្តែគាត់មិនបានដឹងថានេះជាកំហុសដែលឃាតករបង្ហាញដោយចេតនានោះទេដោយឃើញទីតាំងបន្ទប់ត្រូវបានលាតត្រដាងឃាតករបានខ្ចប់អេវ៉ាន់ដោយស្ងប់ស្ងាត់យកគ្រាប់បែកម៉ោងមួយមកដាក់ក្រោមគ្រែពេលចាក់ចេញគាត់បានចុចសម្លេងរោទអាគារដើម្បីបង្កើតភាពចលាចលបន្ថែមទៀតប្រាកដណាស់ការយកចិត្តទុកដាក់របស់ប៉ូលីសគឺផ្ដោតទៅលើបន្ទប់សន្តាគារហើយពួកគេមិនដឹងទាំងស្រុងថាឃាតករបានបើកឡានចេញទៅហើយប៉ុន្តែអ្វីដែលចម្លែកនោះគឺយើងកំពុងរងចាំឡានប៉ូលីសក្រោយពីហួសចិត្តឃាតករពិតជាបានត្រឡប់មកចំណតសន្តាគារវិញដឹងថារថយន្តដែលគាត់ជិះគេចខ្លួននោះជាមួយគ្រឿងទៀតដោយសារតែរថយន្តមុនត្រូវបានមើលឃើញដោយកាមេរ៉ាឃ្លាំមើលជម្រៅដ៏ល្អបំផុតគឺបំផ្លាញវាទាំងស្រុងគោលការណ៍ឃាតករគឺមិនទុកដានក្រោយពេលបេសកកម្មត្រូវបានបញ្ចប់ជាមួយគ្នានោះប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុបាញ់សម្លាប់ប៉ុន្តែដល់ពេលដែលគេសង្កេតឃើញគ្រាប់បែកនៅក្រោមគ្រែនោះវាហួសពេលទៅហើយការផ្ទុះដ៏ហិង្សាបានបំផ្លាញដានទាំងអស់ដែលបន្សល់ទុកដោយឃាតករនៅពេលនេះ Jerry គឺនៅឆ្ងាយពីសុវត្ថិភាពទាំងស្រុងក្រោយការធ្វើឃាតកម្លាំងសមត្ថកិច្ចបន្ថែមត្រូវបានបន្ថែមទៅប៉ុស្តិ៍ត្រួតពិនិត្យនៅផ្លូវបំបែកផ្សេងហើយគាត់ដែលខ្លាញ់ខ្លួនជាអ្នកជំនួញក៏ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរប៉ូលីសបានសុំឲ្យគាត់បើកប្រម៉ោយដែលផ្ទុកវ៉ាលីមួយដែលមានកាំភ្លើងវែងប៉ុន្តែក្រោយពីការឆែកឆេរយ៉ាងយកចិត្តទុកដាក់របស់ប៉ូលីសគាត់បាននិយាយថាមិនមានអ្វីខុសទេវាប្រែថាកាំភ្លើងអ្នកលបបាញ់របស់ Jerry គឺជាអាវុធពិសេសដែលផលិតឡើងសម្រាប់គាត់ដោយអ្នកលក់អាវុធផ្នែកទាំងអស់នៃកាំភ្លើងអាចត្រូវបានយកចេញដើម្បីបង្កើតជាវ៉ាលីដ៏ល្អឥតខ្ចោះផ្នែកទីងគឺជាធុងរបស់កាំភ្លើងអ្នកលបបាញ់ហើយផ្នែកផ្សេងទៀតគឺជាផ្នែកតូចនៃវ៉ាលីវាក៏មានគ្រាប់កាំភ្លើងមួយគ្រាប់នៅក្នុងកង់ទាំង4ផងដែរមិនថាអ្នកណាមកពិនិត្យក៏មិនអាចរកតម្រុយបានតែភ្លាមនោះប៉ូលីសបានបង្កើតក្រុមពិសេសមួយសម្រាប់ឧបត្តិហេតុនេះរួមទាំងលោក Sally ដែលជាអ្នកជំនាញខាងដោះស្រាយឧក្រិដ្ឋកម្មដែលគេស្គាល់ថាជាទេពកោសល្យខាងអាវុធនាងមានការភ្ញាក់ផ្អើលចំពោះចម្ងាយបាញ់ប្រហាររបស់ឃាតករដោយចាត់ទុកថាកំណត់ត្រាពិភពលោកពីមុនគឺត្រឹមតែ540ម៉ែត្រប៉ុណ្ណោះបន្ទាប់ពីបានមើលវីដេអូឃ្លាំមើលគាត់មានអារម្មណ៍ថាមិនស្ដាប់បង្កប់ខ្លាំងណាស់ប្រសិនបើកាំភ្លើងអ្នកលបបាញ់មានជួរនៃរេកតនេះនោះធុងរបស់វាត្រូវតែមានប្រវែង1ម៉ែត្រទោះជាយ៉ាងណាវ៉ាលីដែលជន់សង្ស័យក្នុងរូបភាពនេះមានប្រវែងត្រឹមតែ60សង់ទីម៉ែត្រប៉ុណ្ណោះដោយសារមិនមានតម្រុយអំពីកាំភ្លើងបាញ់ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុដូច្នេះតើឃាតករលាក់អាវុធនៅណាដូច្នេះវ៉ាលីនេះទំនងជាអាវុធដែលផលិតជាពិសេសតាមដែលគាត់ដឹងគឺមានគ្រួសារតែមួយគត់ក្នុងរង្វង់មូលដែលអាចផលិតអាវុធប្រភេទនេះឲ្យតែតាមដានតម្រុយនេះគាត់ច្បាស់ជាអាចចាប់ឃាតបានខណៈពេលដែលប៉ូលីសកំពុងពិភាក្សាករណីនេះដោយសារត Jerry បានចាប់ផ្ដើមធ្វើដំណើរទៅផ្ទះរបស់គាត់រួចហើយពេលដែលគាត់បានឃើញប្រពន្ធរបស់គាត់ Jerry ត្រជាក់ខ្លាំងនៅទីបំផុតបានញញឹមប្រពន្ធឆោតល្ងងមិនបានដឹងថាប្តីដែលលាក់ខ្លួនពិតជាឃាតករកំពូលទេបន្ទាប់ពីពេលដ៏កក់ក្ដៅលោក Jerry បានត្រឡប់ទៅរបៀបធ្វើការវិញដោយរៀបចំប្រមូលសម្ដុលឲ្យនៃបេសកកម្មដើម្បីធ្វើឃាតប្រធានាធិបតីប៉ុន្តែគាត់បានទទួលវាប៉ុន្តែមានតែពាក្យមួយដែលក្រអឺតក្រទមបំផុត Jerry មិនអាចជឿបានគាត់មិននឹកស្មានថាមាននរណាហ៊ាននិយាយជាមួយគាត់បែបនេះទេមនុស្សចុងក្រោយដែលប្រព្រឹត្តដោយគាត់មានស្មើខ្ពស់10ម៉ែត្រនៅលើភ្នូររបស់គាត់ដូច្នេះគាត់បានផ្ទុយផ្ដាំគំនិតដើម្បីតាក់ទងធនាគារនិងសុំឲ្យពួកគេបង្ហាញអត្តសញ្ញាណអ្នកទទួលប្រាក់និយាយជាទូទៅ Jerry នឹងប្រមូលប្រាក់កក់មុនហើយបន្ទាប់មកបំពេញកម្រៃជើងសារដើម្បីអាចឆ្លើយតបបាននៅពេលមានស្ថានភាពបែបនេះកើតឡើងទោះបីមានតែប្រទេសអ្នកបង់ប្រាក់ប៉ុណ្ណោះដែលទទួលបាននេះគឺគ្រប់គ្រាន់ហើយក្នុងនាមជាឃាតករកំពូលការប្រមូលភាពវៃឆ្លាតគឺជាជំនាញដ៏សំខាន់មួយដូច្នេះគាត់ក៏និយាយលាប្រពន្ធភ្លាមហើយត្រៀមខ្លួនចេញដំណើរសងសឹកស្ត្រីនោះមិនពេញចិត្តបន្តិចនាងទើបតែនៅផ្ទះមួយថ្ងៃហើយត្រូវត្រឡប់ទៅធ្វើការវិញប៉ុន្តែទោះជានាងមិនពេញចិត្តយ៉ាងណាក៏ដោយក៏នាងនៅតែបញ្ជូន Jerry ទៅប្រលានយន្តហោះប៉ុន្តែបន្ទាប់ពីប្រពន្ធរបស់គាត់ចាក់ចេញ Jerry បានលួចតាក់ស៊ីទៅមូលដ្ឋានសម្ងាត់របស់គាត់ហើយជ្រើសរើសលិខិតឆ្លងដែនអាល្លឺម៉ង់ពីលិខិតឆ្លងដែនជាច្រើនប៉ុន្តែអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺប្រពន្ធគាត់កំពុងទិញផ្កានៅក្បែរនោះហើយពេលនេះបានឃើញ Jerry ចេញពីឡានតាក់ស៊ីគាត់មិនអាចជួយអ្វីបានទេប៉ុន្តែចាប់ផ្ដើមងឿងឆ្ងល់ថាតើប្តីគាត់មានស្រីផ្សេងនៅខាងក្រៅឬពេលខ្ញុំហៅទូរស័ព្ទភីគីមកខាងទៀតបានបិទប្រពន្ធកាន់តែឈឺចាប់កាន់តែខ្លាំងហើយប្រាប់ក្រុមគ្រួសារអំពីរឿងនេះក្រោយពីបានឮដូច្នេះប្អូនជីដូនមួយក៏ខឹងជាខ្លាំងហើយតាំងចិត្តសងសឹកប្អូនស្រី Jerry មិនបានដឹងអំពីរឿងនេះទាំងស្រុងទេហើយបានបើកបរទៅប្រទេសអាល្លឺម៉ង់រួចហើយនៅពេលនេះស្រាប់តែទូរស័ព្ទទៅរត់ឡើងនេះគឺជាទូរស័ព្ទសម្រាប់តែការងាររបស់គាត់វាហាក់បីដូចជាមានការងារជាច្រើនទៀតចូលមកមិនយូរប៉ុន្មានសម្លេងនារីម្នាក់បានមកពីខាងក្នុងដោយមិននិយាយពាក្យមួយម៉ាត់នាងបានឲ្យ Jerry នៅអំណោយ$1លានហើយសុំឲ្យគាត់ធ្វើឃាតមកដែលជាក្រុមហ៊ុនបច្ចេកវិទ្យាក្រោយពីបានឮដូច្នេះ Jerry ក៏ចាប់អារម្មណ៍ហើយយល់ព្រមកន្លែងប្រជុំជាមួយភីគីម្ខាងទៀតប៉ុន្តែពេលស្ត្រីមកដល់ភោជនីយដ្ឋាននាងបានត្រឹមតែទទួលសម្បត្តិសុំឲ្យនាងបដូរទីតាំងទៅសួនកំសាន្តក្បែរនោះនេះគឺដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ Jerry បានខ្លាញ់ខ្លួនជាបរិសង្ហាក្បាលទំពេករួចហើយគាត់ដើរមកពីក្រោយស្ត្រីនោះហើយសុំគុំឲ្យបែរក្បាលទៅវិញបន្ទាប់ពីធ្វើឲ្យប្រាកដថាគ្មានគ្រោះថ្នាក់នៅជុំវិញនោះ Jerry អង្គុយយឺតហើយចាប់ផ្ដើមនិយាយរឿងចំនួនជាមួយនាងកម្រៃជើងសារដែលស្ត្រីរូបនេះបានផ្ដល់ជូនគឺ$50 លានអាមេរិកប៉ុន្តែ Jerry មិនពេញចិត្តនឹងវាហើយបានស្នើសុំ$100 លានដោយផ្ទាល់គាត់មានគម្រោងទៅផ្ទះហើយចូលនិវត្តន៍រួចហើយបន្ទាប់ពីបំពេញការបញ្ជានេះស្ត្រីរូបនេះបានរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីបានរឿងនេះហើយបានសុំឲ្យ Jerry បញ្ចប់កិច្ចការមុនថ្ងៃទី28ពីព្រោះ Mark នឹងបញ្ចេញកម្មវិធីមួយដែលមានឈ្មោះថា Capital Flow នៅថ្ងៃនោះដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់មហាសេដ្ឋីជុំវិញពិភពលោកយ៉ាងខ្លាំង Jerry មានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីបានរឿងនេះ
ដោយសារគាត់មិនចូលចិត្តការបញ្ជាលឿនប៉ុន្តែស្ត្រីរូបនោះបាននិយាយថានាងបានបង់ប្រាក់កក់ចំនួន20លានរួចហើយសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការដ៏រីករាយជាមួយនាង Jerry គិតមួយសន្ទុះក្រោយមកក៏យកព្រមមុនពេលចាក់ចេញស្ត្រីនោះបានប្រាប់ Jerry ថានាងនឹងប្រើ Warden ជាលេខកូដគោលដៅនៅពេលនេះហើយ Jerry ក៏ត្រូវការលេខកូដប្រតិបត្តិការផងដែរទោះបីជាគាត់បានទទួលការបញ្ជាទិញធំក៏ដោយ Jerry នៅតែមិនភ្លេចភារកិច្ចចម្បងរបស់គាត់បានទៅធនាគារក្នុងស្រុកមួយហើយសូមឲ្យពួកគេប្រាប់គាត់ពីប្រភពនៃប្រាក់បញ្ញើរបស់ប្រធានាធិបតីហើយគាត់រីករាយនឹងលទ្ធផលនេះប្រាក់បញ្ញើត្រូវបានបង់ពីគណនីរបស់ក្រុមហ៊ុនមួយឈ្មោះថា Heaven ដូច្នេះភ្លាម Jerry បានចាប់ផ្ដើមស៊ើបអង្កេតនិងបានរកឃើញថាគាត់គឺជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា Trend បន្ទាប់ពីការស្វែងរកមួយផ្សេងទៀតខ្ញុំបានរកឃើញថា Trend នេះគឺជាក្រុមហ៊ុនបុតសម្ព័ន្ធមួយផ្សេងទៀតរបស់ Jobo ហើយកនលេងចុះឈ្មោះរបស់ក្រុមហ៊ុនទាំងនេះគឺខុសគ្នាបន្ទាប់ពីការស៊ើបអង្កេតជាស្រទាប់ទីបំផុត Jerry បានរកឃើញប្រភពគេហទំព័ររបស់ក្រុមហ៊ុនសំខាន់មិនត្រឹមតែមានទីតាំងរបស់វាប៉ុណ្ណោះទេប៉ុន្តែក៏មានរូបថតពីការប្រជុំប្រចាំឆ្នាំរបស់ពួកគេផងដែរ Jerry សម្លឹងមើលយ៉ាងយកចិត្តទុកដាក់ហើយទីបំផុតបានរកឃើញអ្នកដែលនិយាយជាប្រមាថគាត់បុគ្គលនេះគឺជាកូនប្រុសរបស់ប្រធានាធិបតីម្យ៉ាងទៀតវាជាកូនរបស់ប្រធានាធិបតីដែលជួលគាត់ឲ្យសម្លាប់ឪពុកគាត់ពិតជាកូនកំឡោះមែន Jerry ក៏បានដឹងដែរថាគាត់នឹងចូលរួមពិធីបុណ្យសពឪពុករបស់គាត់នៅថ្ងៃស្អែកដែលជាពេលវេលាដ៏ល្អបំផុតដើម្បីធ្វើសកម្មភាពដូច្នេះ Jerry បានទៅកន្លែងចាត់ឡានក្បែរនោះឃើញអ្នកបើកបររបស់កូនប្រុសតញោបានគំរាមគាត់ដោយកាំភ្លើងដើម្បីចូលទៅក្នុងគល់ឈើហើយបន្ទាប់មកបានបាញ់សម្លាប់គាត់បន្ទាប់ពីគាត់បានដេកចុះដោយសន្សំពេលវេលាតិចក្នុងការធ្វើចលនារាងកាយមិនយូរប៉ុន្មានពិធីបុណ្យសពចិត្តចាប់ផ្ដើមហើយកូនប្រុសតញោបានចូលទៅក្នុងឡានរបស់គាត់ដោយគ្មានការប្រុងប្រយ័ត្ន Jerry មានទឹកមុខទេនៅក្នុងក្រសែភ្នែករបស់គាត់ម្នាក់ទៀតជាមនុស្សស្លាប់ទៅហើយនៅតាមផ្លូវ Jerry បានផ្ដួចផ្ដើមគំនិតដើម្បីជេរជាមួយកូនកំឡោះបុរសនោះដោយអត់ធ្មត់បានប្រាប់គាត់ឲ្យបិទមាត់ប៉ុន្តែ Jerry បានដកកាំភ្លើងខ្លីចេញហើយបានបាញ់ទៅលើអង្គរៈដែលនៅក្បែរគាត់បន្ទាប់មកនៅចំពោះមុខក្រសែភ្នែកដ៏រន្ធត់របស់កូនកំឡោះ Jerry បានរត់ចេញពីក្រុមហើយបើកឡានទៅកាន់ផ្លូវមួយទៀតប៉ុន្តែកូនកំឡោះក៏មានប្រតិកម្មភ្លាមហើយបានយកទូរស័ព្ទចេញភ្លាមដើម្បីហៅឲ្យជួយឃើញដូចនេះ Jerry ចាប់ផ្ដើមបើកបរដោយមិនប្រុងប្រយ័ត្នបិទឆ្វេងទៅស្ដាំប្រញាប់ប្រញ័រជុំវិញហើយដោយផ្ទាល់បានបោះទូរស័ព្ទដៃរបស់បុរសនោះចោលប៉ុន្តែនេះក៏បណ្ដាលឲ្យគាត់ត្រូវបានរថយន្តដឹកទំនិញរារាំងផងដែរ Jerry ព្យាយាមដកថយប៉ុន្តែអ្នកដេញតាមពីក្រោយគាត់ហើយបុរសនោះបានបាញ់នឹងខូចកង់រថយន្តឃើញបែបនេះ Jerry គ្រាន់តែបើកឡានចូលទៅក្នុងការដ្ឋានសំណង់ក្បែរនោះហើយបុកចូលតែម្ដងដោយបដូរទង្គៀបអ្នកដេញតាមត្រូវឈប់នៅខាងក្រោយហើយរត់គេចខ្លួនជាបណ្ដោះអាសន្នទីបំផុត Jerry មានពេលវេលាដើម្បីដោះស្រាយជាមួយកូនកំឡោះនេះហើយបុរសនោះក៏បានដឹងពីអត្តសញ្ញាណរបស់ Jerry ផងដែរគាត់បានលើកដៃសុំទោសភ្លាមដោយនិយាយថាគាត់នឹងសងសំទោសឲ្យនឹងផ្ដល់ការខូចខាតផ្លូវចិត្តយ៉ាងច្រើន Jerry បានច្រានចោលចំពោះរឿងនេះបន្ទាប់ពីបានរវាគាត់គិតថាលុយជារឿងតូចតាចបើបញ្ហានេះចេញមកតើគាត់អាចធ្វើអាជីវកម្មជាមួយអតិថិជនបានយ៉ាងណាគ្រប់គ្នាមិនអាចសងបំណុលគេបានទេបន្ទាប់ពីការសងសឹករបស់គាត់ Jerry ភ្លាមបានផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់រៀបចំគ្រាប់បែកកូឡាដែលផលិតនៅផ្ទះរបស់គាត់ហើយបន្ទាប់មកបានដើរចូលទៅក្នុងផ្លូវនៅចំហៀងដរាបណាអ្នកដេញតាមខ្នាតមធ្យមមកដល់គាត់គ្រាន់តែបំផ្ទុះគ្រាប់បែកអ្នកណាដែលមិនហ៊ានសងទៅថ្ងៃអនាគតគួរត្រៀមខ្លួនទៅនរកមិនយូរប៉ុន្មាន Jerry បានត្រឡប់ទៅសន្តាគារវិញហើយខណៈពេលដែលគាត់ហៀបនឹងរៀបចំផែនការរបស់គាត់ដើម្បីធ្វើឃាតមកគាត់បានទទួលទូរស័ព្ទពីប្រពន្ធរបស់គាត់ Jerry មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះប្រពន្ធរបស់គាត់មិនដែលតាក់ទងគាត់នៅពេលគាត់នៅកន្លែងធ្វើការគាត់គ្រាន់តែសម្លេងត្រជាក់របស់ប្រពន្ធគាត់នៅចុងម្ខាងនៃទូរស័ព្ទហើយបានសួរគាត់អំពីឧបត្តិហេតុតាក់ស៊ីនៅថ្ងៃនោះ Jerry ច្បាស់ជាភ័យស្លន់ស្លោបន្ទាប់ពីស្ងាត់យូរគាត់ក៏និយាយយ៉ាងលឿនថាគាត់ច្បាស់ជាមានកំហុសនរណាម្នាក់ប៉ុន្តែប្រពន្ធរបស់គាត់បានទទូចថានាងពិតជាមិនបានឃើញអ្វីទេហើយបានសុំឲ្យគាត់បើកវីដេអូដើម្បីពិនិត្យមើលថាមានស្ត្រីណាលាក់ខ្លួនក្នុងបន្ទប់ឬអត់ Jerry បានធូរស្រាលជាបណ្ដោះអាសន្នបន្ទាប់ពីបានរឿងនេះគាត់បានបើកវីដេអូហើយសុំប្រពន្ធគាត់ទៅពិនិត្យផ្ទះទាំងក្នុងនិងក្រៅមិនមានសញ្ញាណាមួយដែលថាស្ត្រីណាម្នាក់បានរស់នៅទីនោះទេប៉ុន្តែប្រពន្ធរបស់គាត់នៅតែមានការសង្ស័យខ្លះហើយនិយាយថាគាត់ចង់ទៅប្រទេសអាល្លឺម៉ង់ដើម្បីស្វែងរកនាង Jerry មានការហួសចិត្តបន្តិចបន្ទាប់ពីបានដឹងរឿងនេះហើយបានសម្ដែងការបដិសេធយ៉ាងឆាប់រហ័សនាងថានឹងចេញទៅរកស៊ីនៅប្រទេសផ្សេងឆាប់នេះហើយរវល់ការងារខ្លាំងពេកទើបនាងខ្លាចមិនមានពេលទៅជាមួយបន្ទាប់ពីការឆ្លោះរកែកគ្នាខ្លះទីបំផុតគាត់បានលួងលោមប្រពន្ធរបស់គាត់ប៉ុន្តែនេះគ្រាន់តែធ្វើឲ្យនាងមានការសង្ស័យហើយនាងបានចាប់ផ្ដើមស្វែងរកការិយាល័យរបស់ Jerry នៅផ្ទះមិនយូរប៉ុន្មានគាត់បានរកឃើញគំនូរប្លង់ផ្ទះវីឡាក្នុងចំណោមឯកសារជាច្រើនបន្ទាប់ពីពិនិត្យមើលកាន់តែច្បាស់គាត់បានរកឃើញថាមានបន្ទប់មួយនៅក្នុងវីឡាដែលគាត់មិនធ្លាប់ស្គាល់បងប្អូនជីដូនមួយរបស់ខ្ញុំបានឮដំណឹងនេះក៏មកជួយក្រឡេកមើលរចនាសម្ព័ន្ធនៃបន្ទប់នៅពីក្រោយកញ្ចក់នេះគាត់ទាញវាថ្នមហើយរកឃើញទ្វារចាក់សោនៅពីក្រោយគាត់ពេលឃើញដូច្នេះបងប្អូនជីដូនមួយបានយកស្ទូចអគ្គិសនីមកវាបំបែកសោទ្វារខ្លឹមសារនៅខាងក្នុងមានការភ្ញាក់ផ្អើលដល់ពួកគេទាំង3ក្រដាស់ប្រាក់រាប់មិនអស់លិខិតឆ្លងដែនមកពីប្រទេសផ្សេងនិងរបាំងស្បែករបស់មនុស្សដែលមានរូបរាងខុសគ្នាតើការងារប្រភេទណាដែលនឹងត្រូវការរបស់ទាំងនេះក្នុងពេលជាមួយគ្នានោះ Jerry ដែលកំពុងតែធ្វើដំណើរក៏បានទទួលសម្លេងរត់ហើយបានរកឃើញថាវាគឺជាប្រពន្ធរបស់គាត់ដែលបានលួចចូលផ្ទះរបស់គាត់ Ujian វាចាប់ហើយបើគាត់ដោះស្រាយមិនបានល្អគាត់អាចនឹងបាត់បង់ប្រពន្ធកូនក្នុងករណីដ៏អាក្រក់បំផុតជីវិតរបស់ពួកគេអាចត្រូវបានគំរាមកំហែងគាត់វង្វេងស្មារតីនឹកស្មានមិនដល់ថាមិនបានកត់សម្គាល់ស្ថានភាពនៅពីមុខគាត់ហើយស្ទើរតែជួបគ្រោះថ្នាក់ចរាចរណ៍សំណាងល្អមានតែសម្បករងការខូចខាតបន្តិចបន្តួច Jerry មិនចង់នៅទីនេះយូរពេកទេគាត់និយាយភ្លាមថាគាត់នឹងសងសំណងពេញលេញប៉ុន្តែអ្នកបើកបរមិនព្រមទេហើយនិយាយថាធ្វើបែបនេះធ្វើឲ្យគាត់ខាតបង់ការងារមានរថយន្តប៉ូលីសបើកកាត់ក្បែរនោះទើបគាត់គ្រវីហើយហៅប៉ូលីសមកលើជាមួយនឹងរបាយការណ៍គ្រោះថ្នាក់គាត់អាចរាយការណ៍ទៅចៅហ្វាយរបស់គាត់ប៉ុន្តែនេះជារឿងអាក្រក់សម្រាប់ Jerry ព្រោះគាត់ជាអ្នករត់គេចខ្លួនហើយពេលប៉ូលីសមកដល់ពួកគេបានសុំឲ្យបុរសទាំងពីរបង្កើតភស្តុតាងផ្សេងនៅពេលដែលគាត់បានដឹងថា Jerry មកពីប្រទេសអាល្លឺម៉ង់គាត់បានដឹងខ្លួនភ្លាមហើយបានសុំឲ្យ Jerry បើកប្រអប់ខ្ញុំមិនដឹងថាត្រូវនិយាយថាប៉ូលីសម្នាក់នេះសំណាងឬមិនសំណាងក្នុងដំណើរទស្សនកិច្ចដោយចៃដន្យគាត់បានរកឃើញឃាតករដែលសម្លាប់ប្រធានាធិបតីអាល្លឺម៉ង់លោក Jerry បានដកកាំភ្លើងរបស់គាត់ភ្លាមហើយសម្លាប់ប៉ូលីសបន្ទាប់មកបានបោះកាំភ្លើងទៅ
กบักบอให้บรรทบមកបានរើកំភ្លើងបំរើប៉ូលីសហើយសម្រាប់បុរសនោះភ្លាមនោះគាត់បានក្លែងបន្លំកន្លែងកើតហេតុដើម្បីឲ្យមើលទៅហាក់ដូចជាបុរសពីរនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយហើយ Jerry បានបើកឡានចេញពីកន្លែងកើតហេតុយ៉ាងលឿនដូចជាគ្មានអ្វីកើតឡើងបន្ទាប់ពីដោះស្រាយរឿងផ្សេងទីបំផុត Jerry មានពេលធ្វើផែនការធ្វើឃាតមកគាត់បានដឹងថាមកនឹងធ្វើសន្និសីទសារព័ត៌មាននាពេលខាងមុខដូច្នេះ Jerry បានទៅដល់កន្លែងមុនដើម្បីពិនិត្យមើលវារបៀបឆ្លងកាត់ការត្រួតពិនិត្យដោយប្រើអាវុធគឺជាបញ្ហាធំដើម្បីសាកល្បងភាពរសើបរបស់ម៉ាស៊ីនលោក Jerry បានចេតនាដាក់កាបូបលោហៈចូលទៅក្នុងហោប៉ៅរបស់គាត់ប៉ុន្តែនេះមិនបានគេចផុតពីការរកឃើញរបស់ម៉ាស៊ីននោះទេបន្ទាប់មកគាត់ចូលទៅកន្លែងដែលមានមហោស្រពតន្ត្រីអេឡិចត្រូនិកកំពុងកើតឡើងដោយមានភ្លើងបិទបាំង Jerry អាចសង្កេតមើលជុំវិញដោយគ្មានការអត់ធ្មត់ពេលគាត់ក្រឡេកមើលគាត់បានរកឃើញកន្លែងមួយនៅខាងលើដែលស័ក្តិសមបំផុតសម្រាប់ការខ្ទាស់ដូច្នេះ Jerry បានដើរទៅក្រោយឆាប់ភ្លាមហើយបន្ទាប់ពីបុគ្គលិកចេញទៅគាត់បានបើកច្រកចូលនេះគឺជាផ្លិតកង្ហារដ៏ធំដែលសហការជាមួយនឹងភ្លើងនៅនឹងកន្លែងពីទីនេះអ្នកអាចមើលឃើញយ៉ាងច្បាស់ថាមនុស្សកំពុងសម្ដែងនៅលើឆាកគ្មាននរណាម្នាក់ស្មានថាគាត់នឹងធ្វើឃាតមកនៅទីនេះទេប៉ុន្តែពេលគាត់រៀបនឹងថតរូបបុគ្គលិកស្រាប់តែបើកកង្ហារហើយចន្លោះក្រោមជើងគាត់ក៏ធំទៅភ្លាម Jerry ប្រញាប់ទាញខ្សែក្បែរគាត់ប៉ុន្តែទូរស័ព្ទរបស់គាត់បានធ្លាក់ចុះជាងនេះទៅទៀតខ្សែពួរមានគុណភាពអន់ហើយមិនគ្រប់គ្រាន់ទាំងរងក្នុងការត្រួតទម្ងន់របស់បុរសពេញវ័យនោះទេជាសំណាងល្អតន្ត្រីខ្លាំងហើយគ្មាននរណាម្នាក់ក៏សម្គាល់វត្តមានរបស់ Jerry ឡើយជាសំណាងល្អកង្ហារចាប់ផ្ដើមរួញមិនយូរប៉ុន្មានហើយ Jerry បានឆ្លៀតឱកាសឡើងមកវិញដែលស្ទើរតែបញ្ចប់អាជីពជាឃាតករបន្ទាប់ពីការសម្ដែងភ្លាម Jerry បានរកឃើញបុគ្គលិកម្នាក់ដើម្បីរកមើលទូរស័ព្ទរបស់គាត់សំណាងល្អទូរស័ព្ទមិនបានខូចហើយមិនត្រូវបាននរណាម្នាក់យកទៅបាត់ឡើយ Jerry ក៏បានពរជ័យក្នុងការក្លែងខ្លួនដោយទទួលបានមិត្តភាពរបស់បុគ្គលិកប្រហែលជាខ្ញុំអាចប្រើអត្តសញ្ញាណរបស់គាត់នៅពេលនោះបន្ទាប់ពីការឈប់យកការ Jerry បានចាប់ផ្ដើមដោះស្រាយបញ្ហាអាវុធតែយើងអាចយកកាំភ្លើងអ្នកលបាញ់ចូលកន្លែងកើតហេតុដោយរបៀបណាដូចដែលគាត់កំពុងគិតស្ត្រីដែលពាក់ស្បែកជើងវែងការពារនៅក្បែរគាត់បានផ្ដល់ការបំផុសគំនិតដល់គាត់ដូច្នេះ Jerry បានរកឃើញបងប្រុសដែលបដូរអាវុធឲ្យគាត់ភ្លាមបន្ទាប់ពីប្រាប់គាត់ពីគំនិតរបស់គាត់បុរសទំពេកបានហៅគាត់ថាជាទេពកោសល្យមិនយូរប៉ុន្មានបុរសនោះបានប្រើបច្ចេកវិទ្យាបោះពុម្ព3ដើម្បីបង្កើតគ្រឿងបន្លាស់អាវុធហើយបន្ទាប់ពីដំឡើងរួចគាត់ទទួលបានស្បែកជើងការពារដែលបន្ទាប់មកគាត់នឹងពាក់ជាមួយនឹងបងរុំខ្ញុំជឿថាបុគ្គលិកសន្តិសុខនឹងមិនបង្កការលំបាកដល់គាត់ក្នុងការចូលទៅកន្លែងនោះទេកំហុសតែមួយគត់គឺថាកាំភ្លើងអ្នកលបាញ់នេះធ្វើពីផ្លាស្ទិកអាចបាញ់បានត្រឹមតែ8គ្រាប់ប៉ុណ្ណោះប៉ុន្តែវាគ្រប់គ្រាន់សម្រាប់មេដូចជា Jerry បន្ទាប់ពីអាវុធត្រូវបានបញ្ចប់ Jerry បានទៅផ្សារហើយទិញអាលឹកធំមួយបន្ទាប់មកគាត់លាបមុខលើវារួចព្យួរលើមេឈើរួចមកដល់ចម្ងាយសមរម្យកាំភ្លើងអ្នកលបាញ់ត្រូវបានជួសជុលជាមួយនឹងខ្សែពួរហើយគ្រាប់កាំភ្លើងពិសេសត្រូវបានប្រើសម្រាប់ការធ្វើតេស្តដែលនឹងមិនប្រើប្រាស់ចំនួននៃការប្រើប្រាស់អាវុធនោះទេការបាញ់ទី2នៅតែខកខានដូច្នេះ Jerry បានប្រើទូនាវីសដើម្បីកែសម្រួលកាំភ្លើងអ្នកលបាញ់ហើយលើកនេះគាត់បានវាយចំភ្នែកគោទីបំផុតគាត់បានផ្ទុកវាដោយគ្រាប់កាំភ្លើងមួយគ្រាប់ហើយបំផ្ទុះគ្រាប់អលឹកនោះអ្វីគ្រប់យ៉ាងគឺបានត្រៀមខ្លួនជាស្រេចហើយឥឡូវនេះយើងគ្រាន់តែរងចាំសន្និសីទសារព័ត៌មានចាប់ផ្ដើមប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយនៅតាមផ្លូវត្រឡប់ទៅរោងចក្រវិញគាត់បានរកឃើញរថយន្តដែលគួរឲ្យសង្ស័យមួយដែលបើកបរក្នុងផ្លូវដូចគ្នាទៅនឹងគាត់ដូច្នេះហើយ Jerry បានបង្កើនល្បឿនទៅមុខដោយចេតនាដោយមិននឹកស្មានដល់Sally កំពុងអង្គុយនៅខាងក្នុងហើយនាងបានរកឃើញកន្លែងនេះយ៉ាងលឿន Jerry បានជប់ឡានភ្លាមហើយអង្គុយក្នុងហាងកាហ្វេក្បែរនោះដើម្បីសង្កេតមើលស្ថានភាពជាលទ្ធផល Sally និងក្រុមរបស់នាងមិនបានលាក់បាំងអ្វីឡើយហើយបានរៀបចំដោយបើកចំហដើម្បីវាយលុករោងចក្រដោយមានកាំភ្លើងនៅក្នុងឃើញដូចនេះ Jerry ប្រញាប់ឲ្យបុរសទំពេកមករំលឹកគាត់ប៉ុន្តែបុរសនោះហត់នឿយណាស់ដោយសារគាត់បានធ្វើកាំភ្លើងពេញមួយយប់កាលពីយប់មិញហើយចំណាយពេល3នាទីដើម្បីក្រោកពីដំណេកក្រោយពីបានឬការព្រមានភ្លាមគាត់បានបំផ្លាញទិន្នន័យទាំងអស់ក្នុងកុំព្យូទ័ររួចយកកាំភ្លើងបាញ់ទឹកមកត្រៀមប្រយុទ្ធរហូតដល់ស្លាប់ទោះបីជាយ៉ាងណាក៏ដោយសារតែរបួសដៃរបស់គាត់មិនអាចបញ្ចេញកម្លាំងបានដូច្នេះគាត់ត្រូវតែបដូរមកប្រើកាំភ្លើងខ្លីប៉ុន្តែនេះច្បាស់ជាមិនសមទៅនឹងកម្លាំងបាញ់របស់ប៉ូលីសនោះទេមិនយូរប៉ុន្មានគ្រាប់ទាំងអស់រើបានប្រើប្រាស់ Sally បានឆ្លៀតឱកាសជើងមួយជំហានធំទៅមុខបន្ទាប់មកបានតម្រង់គោលដៅដោយចេតនាទៅលើជញ្ជាំងហើយគូកំបោរដើម្បីរំខានដល់ការមើលឃើញរបស់គូប្រកួតទីបំផុតនាងបានឆ្លៀតយកប្រយោជន៍ពីភាពមិនប្រុងប្រៀបរបស់បុរសនោះហើយបានបង្ក្រាបគាត់ភ្លាមដោយបង្ខំឲ្យគាត់ប្រាប់នាង Jerry កន្លែងលាក់ខ្លួនប៉ុន្តែតើ Belly អាចក្បត់បងប្អូនរបស់គាត់ដោយនេះយ៉ាងណា Sally មិនខឹងនៅពេលឃើញបែបនេះទេព្រោះនាងបានរកឃើញកាបូបស្ពីដែលមានទូរស័ព្ទដៃមួយនៅក្នុងនោះនៅលើសាឡុងដែលភាគច្រើនទំនងជារបស់ Jerry ប្រសិនបើ Jerry មិនចង់បែកឃ្លីព័ត៌មានរបស់គាត់ទេគាត់ប្រកាសជាត្រឡប់មកទីនេះទឹកមុខទំពេកបានប្រែប្រួលបន្ទាប់ពីបានឮដូច្នេះប៉ុន្តែគាត់នៅតែធ្វើពុតជារឹងប៉ាំងនិងមានបំណងប្រយុទ្ធដល់ទីបញ្ចប់ Sally បាននិយាយថានាងមានវិធី100ដើម្បីបើកមាត់របស់គាត់ហើយប្រសិនបើគាត់មិនចង់រងទុក្ខគាត់គួរតែស្ដាប់នាងមុនពេលគាត់អាចនិយាយចប់បុរសទំពេកត្រូវបានបាញ់ចំក្បាលដោយ Jerry ពីចម្ងាយ Sally មិននឹកស្មានថាគាត់អាចជាមនុស្សឈាមត្រជាក់និងគ្មានមេត្តាបន្ទាប់ពីការវាយប្រហារដោយអ្នកលបបាញ់បានជោគជ័យ Jerry បានផ្លាស់ប្ដូរទីតាំងរបស់គាត់ភ្លាមប៉ុន្តែប៉ូលីសបានឡោមព័ទ្ធគាត់រួចហើយមានសត្រូវចូលមកជិតពីខាងក្រោយគាត់បានដឹងថាមិនគួរស្នាក់នៅទីនេះយូរទេទើបគាត់ជិះសេះសតូចមកក្បែរគាត់រួចរត់គេចខ្លួនបាត់ទូយ៉ាងណាក៏ដោយវាច្បាស់ណាស់ថាជើង4មិនអាចលើសពីកង់4បានទេ Sally នៅតែបាញ់ពីក្រោយគាត់ដូច្នេះ Jerry ត្រូវជិះពេញផ្លូវចូលទៅក្នុងព្រៃដោយមានបំណងប្រើដីដើម្បីកម្ចាត់ពួកគេប៉ុន្តែគាត់ត្រូវប៉ះគល់ឈើជាមុនសិនមិនយូរប៉ុន្មានសេះសតូចបានចាក់ចេញពីព្រៃតាមអ្នកឯង Sally បញ្ជាឲ្យបន្តដំណើរទៅមុខប៉ុន្តែគ្រាន់តែនាងឈានមួយជំហានដៃគូរបស់នាងត្រូវបានគេបាញ់ទម្លាក់ Jerry ចង់បន្តការទទួលជ័យជំនះប៉ុន្តែគាត់មិននឹកស្មានថា Sally បានលួចចូលទៅខាងនោះទេដូច្នេះ Jerry គ្មានជំរឿអ្វីក្រៅពីបន្តរត់ចេញឡើយ Sally បានដើរតាមពីក្រោយគាត់ហើយបាញ់កាំភ្លើងពេញផ្លូវហើយជាច្រើនដងគ្រាប់កាំភ្លើងបានដាច់ស្បែកក្បាលរបស់នាងមិនយូរប៉ុន្មាន Jerry បានទៅដល់ច្រាំងថ្មចោតហើយលោតចូលទៅក្នុងទឹកដោយមិនស្ទាក់ស្ទើរ Sally ដឹងថានេះជាឱកាសចុងក្រោយរបស់នាងដូច្នេះហើយនាងបាញ់ដូចឈួតបន្ទាប់ពីបាញ់គ្រាប់កាំភ្លើងមិនឃើញមានឈាមនៅលើទឹក Sally បានដឹងថានាងខកខានឱកាសដ៏ល្អមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមកពីដើមរហូតដល់ចប់សូមចុច Like និង Subscribe ឲ្យ Admin ផងដើម្បីបានវីដេអូថ្មីទៀត